នេះគឺ Oppo A5 Pro ដែលទើបចេញហើយអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឃើញគេធ្វើតេស្តហើយគេយកវាទៅជ្រលក់នៅក្នុងទឹកស៊ុប hot pot ហើយលើកយកមកវិញប្រើបានធម្មតាអញ្ចឹងអានោះខ្ញុំឃើញគេធ្វើតេស្តខ្ញុំចង់ដឹងខ្លួនឯងថ្ងៃនេះខ្ញុំយកមកខ្ញុំនឹងធ្វើការតេស្តខ្លួនឯងផងហើយបង្ហាញអ្នកទាំងអស់គ្នាផងខ្ញុំអត់មានទឹកស៊ុបទេគឺខ្ញុំប្រើទឹកកាសៀវនេះខ្ញុំដាំឲ្យវាពុះមែនតើហ្មងហើយចាំយកទឹកក្តៅនឹងចាក់ចូលទៅក្នុងនេះហើយខ្ញុំដាក់ទូរស័ព្ទនៅក្នុងនោះអញ្ចឹងពេលដែលយើងចាក់ទឹកក្តៅចូលចាំមើលលើកមកវិញទូរស័ព្ទនឹងមានបញ្ហាអីអត់អូខេឥឡូវខ្ញុំនឹងចាប់ផ្ដើមធ្វើតេស្តឲ្យអ្នកទាំងអស់គ្នាមើលបើដាំទឹកសិនទឹកនេះខ្ញុំដាក់ចំណុះវា1លីត្រកន្លះបាទឥឡូវចាំពេលទឹកពុះខ្ញុំចាក់ចូលមកអូខេអ្នកទាំងអស់គ្នាទឹកពុះហើយប៉ុន្តែចាំវាអត់លត់ភ្លើងហ្មងចាំខ្ញុំចាក់ចូលហើយបង្ហាញអ្នកទាំងអស់គ្នាម្ដងទៀតទូរស័ព្ទនេះគឺ Oppo A5 Pro ហើយនៅដំណើរការធម្មតាទេអត់មានបញ្ហាទេបាទឥឡូវពុះហើយចាំមើលខ្ញុំចាក់ចូលអូខេខ្ញុំដាក់នៅក្នុងនេះនេះហុយផ្សែងជុកមកឥឡូវខ្ញុំចាក់ចូលចាក់តិចទៀតពណ៌ដែលខ្ញុំបង្ហាញអ្នកទាំងអស់គ្នាគឺពណ៌ឆូកូឡេតអានេះពណ៌ Feather Blue អញ្ចឹងខ្ញុំមាន2គ្រឿងបាទខ្ញុំដាក់ចូលទាំងពីរហ្មងឥឡូវនេះខ្ញុំដាក់ចូលមួយទៀតអូខេក្តៅต้องប្រើតាគៀបចាប់អូអានេះចេញមួយអីទឹកក្តៅមិនខ្ទាតត្រូវដៃបៀសលាបដោយសារតែយើងដាក់ទឹកមិញទឹកវាពុះវាក្តៅខ្លាំងអញ្ចឹងពេលដែលខ្ញុំបើកកាមេរ៉ាវាថាឲ្យចាំផ្លែតសិននេះទូរស័ព្ទនៅឡើងក្តៅប៉ុន្តែចុចដំណើរការធម្មតាបាទអូខេអញ្ចឹងអានេះគឺគេចង់បញ្ជាក់ប្រាប់យើងថាវាធន់ទោះបីជាចូលទឹកនឹងមានសម្ពាធខ្ពស់ទឹកនឹងទឹកក្តៅក៏ដោយគឺម៉ាស៊ីនវាគឺអាចទ្រាំទ្ររួចវាអត់បញ្ហាទេហើយចំពោះ spec ទូរស័ព្ទនេះគឺមានអេក្រង់ទំហំ 6.67 អ៊ីង refresh rate របស់វាគឺ 90Hz ហើយជាមួយនឹងកម្រិតពន្លឺគឺ 1000 nit RAM 8GB storage 128ហើយមានជម្រៅមួយទៀតគឺ 256កម្រាស់ក៏ប៉ុណ្្នឹងឯងប៉ុន្តែថ្មវា 5800 mAh អ្នកទាំងអស់គ្នាល្បឿនសាក 45 វ៉ាត់បាទតម្លៃ storage 128គឺមានតម្លៃ$189ហើយជម្រើសមួយទៀតគឺ256តម្លៃ$219អ្នកទាំងអស់គ្នាអាចមករកទិញបាននៅហាងលក់ទូរស័ព្ទដៃនីកាចង់តេស្តផ្ទាល់ខ្លួនឯងក៏បានដែរពេលមកដល់អ្នកទាំងអស់គ្នាអាចឲ្យអ្នកលក់គាត់តេស្តជ្រលក់ទឹកអីបាទគឺអាចតេស្តបានសរសើរដែរទូរស័ព្ទតម្លៃ100ជាងប៉ុន្តែអាចធន់នឹងទឹកក្តៅទឹកពុះបានអូខេដូចខ្ញុំបញ្ជាក់ប្រាប់អញ្ចឹងវាគ្រាន់តែជាការតេស្តប៉ុន្តែបើយើងប្រើជាក់ស្ដែងហ្មងវាអត់ដែលមានតែគេសុកយកទូរស័ព្ទទៅជ្រលក់ក្នុងទឹកស៊ុបឬក៏ទឹកក្តៅទេតែនេះវាគ្រាន់តែជាការតេស្តដើម្បីឲ្យដឹងពីភាពធន់របស់ Oppo A5 Pro អូខេអញ្ចឹងមិញខ្ញុំដាក់បង្ហាញអ្នកនរគ្នានេះខ្ញុំដាក់អានេះចូលផងអានេះចូលផងតែមិញខ្ញុំបង្ហាញតែនេះឥឡូវខ្ញុំលើកអានេះមកបង្ហាញអានេះក៏អត់មានបញ្ហាអីដែរបាទលើកមកគឺនៅប្រើបានធម្មតាពីរពណ៌ Feather Blue ហើយអានេះគឺពណ៌ Chocolate ស្អាតទាំងពីរតែសម្រាប់ខ្ញុំស្រឡាញ់ពណ៌នេះមើលទៅវាលិចសម្រាប់ប្រព័ន្ធការពារទឹករបស់វាហ្នឹងគឺ IP69 ខ្ញុំធ្លាប់បង្ហាញអ្នកនរគ្នាម្ដងហ្នឹងគឺវាអាចស៊ូនឹងទឹកដែលមានសម្ពាធខ្ពស់ហើយជាមួយនឹងទឹកដែលមានសីតុណ្ហភាពខ្ពស់ដូចគ្នាអញ្ចឹងទឹកក្តៅគឺវាអាចស៊ូរួចអូខេឥឡូវខ្ញុំដាក់ជ្រលក់ម្ដងទៀតមិញយើងលើកបង្ហាញម្ដងហើយឥឡូវយើងដាក់ម្ដងទៀតបាទទូរស័ព្ទអត់មានបញ្ហាទេគឺបើចេញទាំងពីរក្តៅអូខេដាក់វាមកសន្ទុះសិនអូខេឥឡូវខ្ញុំលើកឡើងមកវិញម្ដងទៀតអញ្ចឹងយើងជ្រលក់2ដងមុនហ្នឹងខ្ញុំលើកបង្ហាញម្ដងឥឡូវម្ដងទៀតក្តៅ
khế này tranh hộp thon đá môi tiết qua sọc lá này thun như kia này nhóm đại nhóm du như kia ok khơi ta thôn bọc kê men chẳng bởi vì su nên cầm đau tất cả đau ban phục phân năng hói ca phở phở tu tơi phải trăm ngày bao dưỡng cái lô dương phở tới dương chuẩn lắm lệ châu tất rồi có bên nhắm sốt ấy cái lô độ thon hụt trong máu lên tu sắp là lệ châu tất sốt ấy cứ ở bằng hè thì và chắc là cái video này cứ nhiều miền tại phần năng tế chăm chúc nên là cái video cao tiệt